បារាំងយល់ព្រមឲ្យកម្ពុជានិងថៃចូលពិនិត្យឯកសារព្រំដែនរដ្ឋាភិបាលបារាំងបានសម្រេចផ្ដល់សិទ្ធិឲ្យកម្ពុជានិងថៃចូលពិនិត្យរាល់ឯកសារពាក់ព័ន្ធទាំងអស់ដែលទាក់ទិនទៅនឹងបញ្ហាព្រំដែនរវាងប្រទេសជិតខាងទាំងពីរបើតាមសារព័ត៌មានបារាំង AFE បានដកស្រង់ប្រសាសន៍របស់លោកស្រី Noemi Pangta លេខាទី1នៃស្ថានទូតបារាំងប្រចាំកម្ពុជានៅថ្ងៃទី14ខែឧសភាឆ្នាំ2026ថាភាគីទាំងពីរអាចស្នើសុំទៅកាន់ស្ថាប័នពាក់ព័ន្ធរបស់បារាំងដើម្បីពិគ្រោះយោបល់លើឯកសារនានាក្នុងដែនសាធារណៈបានការប្រកាសនេះធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោក Olivier Rissa ឯកអគ្គរដ្ឋទូតបារាំងនិងលោក Lamchie រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកាលពីថ្ងៃទី13ខែឧសភាកន្លងទៅដោយភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមកអំពីស្ថានភាពបច្ចុប្បន្ននិងមនសាបារាំងតាក់ទងទៅនឹងព្រំដែនគួររំលឹកថាកាលពីដើមឆ្នាំ2026សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំទៅកាន់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីសុំការគាំទ្រផ្នែកបច្ចេកទេសនិងស្វែងរកឯកសារប្រវត្តិសាស្ត្រនានាក្នុងគោលបំណងដោះស្រាយជម្លោះព្រំដែនជាមួយភាគីថៃដោយសន្តិវិធីនិងផ្អែកលើតថភាពច្បាប់ជាអន្តរជាតិ